ห้ามสอยมันบ้านสอยเตะพเนกរបស់អ្នកទេតើសើចអ្នកនាងអស់ត្រូវរៀបឲ្យរហូតបន្តិចខាងក្រោមត្រូវទុកចន្លោះខ្យល់ទើបភ្លើងអាចឆេះឡើងលើបានចង្កាននេះខូចហើយចង្កានខ្ញុំប្រើអស់ជាង10ឆ្នាំហើយទើបតែធ្លាប់លើកទី1ថាវានឹងខូចដែរខ្ញុំបង្រៀនអ្នកអង្គុយបង្រៀនទៅហាមកម្រើកផ្ដេសផ្ដាសក្រែងប៉ះពាល់ដល់មុខរបួសដំបូងយកមែកឈើតូចក្រាលនៅជាន់ក្រោមបង្អស់កុំសង្កត់ឲ្យណែនពេកត្រូវទុកចន្លោះប្រើប្រដាប់បង្កាត់ភ្លើងឲ្យចាំងកបាស្មៅក្រៀមពីខាងក្រោមកុំប្រញាប់ផ្លុំរងចាំឲ្យអណ្ដាតភ្លើងឆេះឡើងដោយខ្លួនឯងបានហើយកុំប្រញាប់អពេកបាយមិនទាន់បានដាក់ចូលឆ្នាំងផងទឹកដាំបាយអាចបន្ថយបន្តិចទៀតបានប្រហែលជាលិចផុតមួយថ្នាំងដៃចង្អុលគឺល្អហើយមិនក៏អ្នកចេះសពគ្រប់បែបនេះកាលពីមុនពេលនៅខាងក្រៅម្នាក់ឯងដើម្បីរស់រៀនសូត្របន្តិចម្ដងក៏ចេះទៅកាលនោះលំបាកណាស់មែនទេវាកន្លងផុតអស់ហើយខ្ញុំមិនចូលចិត្តពាក្យទាំង4ម៉ាត់នេះទេរាល់ពេលអ្នកនិយាយថាវាកន្លងផុតហើយគឺតាមពិតគឺអ្នកទ្រាំទ្រការឈឺចាប់និងលំបាកវេទនាតែម្នាក់ឯងប៉ុណ្ណោះរួចហើយក៏លាក់ចិត្តឈឹងមិនព្រមឲ្យខ្ញុំដឹងឡើយទៅថ្ងៃមុខមិនថាអ្នករងរបួសឬលំបាកយ៉ាងណាខ្ញុំត្រូវតែដឹងទាំងអស់ចា៎ជូតស្អាតនៅទេចុះមិនក៏អ្នកឈប់ជូតលើកនេះស្អាតហើយនិយាយផ្ដេសផ្ដាសច្បាស់ជាមាននៅឡើយអុយយ៉ាបាយចិត្តខ្លោចហើយបានហើយយប់នេះពួកយើងហូបបាយក្រាំងចុះមកពីខ្ញុំបង្កាត់ភ្លើងខ្លាំងពេកបាយក្រាំងក៏ល្អដែរខ្ញុំចូលចិត្តហូបអីដែលមានក្លិនឈ្ងុយខ្លោចបន្តិចអញ្ចឹងទៅថ្ងៃមុខខ្ញុំនឹងខិតខំរៀនធ្វើឲ្យបានល្អជាងនេះសម្រាប់អ្នក少和生活，声音到白昼不好说，人在谁领头，一直杨柳，今年也是一份速度，不是一点墨，别人处处用心一点墨，声音太低声，做那年无风的山坡。不是总要去这能够不错，谁在地上画手眉头的错，给你穿心万里不放手，你能用你满路，最后不知我用力挥手，你唱进你的肉。យេហេតុអ្វីបានជាភូមិមួយនេះភាគច្រើនមានតែមនុស្សចាស់ស្ត្រីនិងកុមារអញ្ចឹងហេតុអ្វីបានជាយាយរស់នៅម្នាក់ឯងដែរសុទ្ធតែដោយសារសង្គ្រាមឆ្នាំណាក៏ប្រយុទ្ធគ្នាឆ្នាំណាក៏កេណ្ឌទាហានដែរស្រុកទេវវាយច្របូកច្របល់យូរអង្វែងយ៉ាងនេះតើមានថ្ងៃណាបានស្ងប់ស្ងាត់ទៅកាលពី10ឆ្នាំមុនពួកកោសម្ព័ន្ធព្រៃផ្សៃបានចូលឈ្លានពានព្រំដែនរាជការបានបង្ខំចិត្តកេណ្ឌទាហានយ៉ាងតឹងរ៉ឹងតាយ៉ាក៏ត្រូវគេអូសក្បាលទៅដែរហើយក៏បានស្លាប់នៅក្រៅកំពែងក្រុងសូម្បីតែសាកសពក៏មិនបានដឹកយកមកវិញផងបន្ទាប់មកទៀតខំតែស្ងប់ស្ងាត់បាន2ឆ្នាំក៏ចាប់ផ្ដើមប្រយុទ្ធគ្នាសារជាថ្មីកាលពី2ឆ្នាំមុនកូនប្រុសតែមួយគត់របស់ខ្ញុំក៏ត្រូវគេអូសទៅសមរភូមិមុខដែរកាលពីឆ្នាំមុនមេភូមិបានជូនខោអាវប្រឡាក់ឈាមមួយកំភ្លែមកឲ្យដោយប្រាប់ថាគេបានស្លាប់បាត់ទៅហើយ
พี่ยานសម្ដីដែលយាយបាននិយាយនៅយប់នេះខ្ញុំចងចាំទុកនៅក្នុងចិត្តទាំងអស់រងចាំខ្ញុំត្រឡប់ទៅរាជវាំងវិញរងចាំខ្ញុំកម្ចាត់ពួកជនក្បត់ជាតិទាំងនោះឲ្យអស់រងចាំខ្ញុំបានឡើងអង្គុយលើរាជបល្ល័ង្កនោះពិតប្រាកដខ្ញុំបដិញ្ញានឹងធ្វើឲ្យពិភពលោកនេះមានសន្តិភាពមិនឲ្យមានសង្គ្រាមឥតន័យឆ្នាំហើយឆ្នាំទៀតឡើយខ្ញុំនឹងធ្វើឲ្យម្ដាយគ្រប់រូបនៅលើលោកនេះមិនបាច់យំសោកដោយសារបាត់បង់កូនប្រុសក្នុងសមរភូមិទៀតឡើយខ្ញុំនឹងធ្វើឲ្យជើងក្រានរបស់ប្រជារាស្ត្រមានភ្លើងឆេះរាល់ថ្ងៃនៅក្នុងឆ្នាំងមានបាយសហូបគ្រប់គ្រាន់ខ្ញុំនឹងធ្វើឲ្យពួកគាត់រស់នៅប្រកបដោយសេចក្តីសុខសាន្តនិងចម្រុងចម្រើនទូលបង្គំបដិញ្ញាស៊ូស្លាប់មិនរាថយដើម្បីកាប់ឆ្ការផ្លូវសន្តិភាពនេះជូនព្រះអង្គអ្នកឈួតហើយឬនៅលើទ្រូងរបស់អ្នកមានរបួសណាពេលផ្លាស់ប្ដូរថ្នាំថ្ងៃនេះតើអ្នកមិនដឹងទេថាមុខរបួសនោះជ្រៅប៉ុណ្ណាលោកយាយប្រាប់ថាដាច់ខាតកុំឲ្យប៉ះពាល់ខ្លាំងមិនអីទេទោះជាមានរបួសក៏ដោយប៉ុន្តែការបម្រើអ្នកម្នាងគឺមិនទាស់ខុសអីទេ亲爱的，你都在哪里发呆？是你是还无法释怀，我们总把人生想得太坏，想抱人不允许我们的爱，每一片与众不同的云彩，都需要找到天空去承载。我们都是អ្នកប្រុសហ្វាងរបស់នាងរបួសមិនទាន់ជាសះស្បើយទេដើរផ្លូវឆ្ងាយមិនរួចឡើយគាត់នៅចាំខ្ញុំនៅផ្ទះខ្ញុំទៅជាមួយនាងមុខរបួសរបស់អ្នកបើដើរយឺតគឺមិនអីទេបានប្តីប្រពន្ធក្មេងមួយគូនេះសំបីតែមួយផ្លែតក៏បែកគ្នាមិនបានដែររបស់ទាំងនេះដាំឡើយរៀបចំទុកសម្រាប់កូនប្រុសនិងកូនប្រសាស្រីនាពេលអនាគតរបស់ខ្ញុំទេគួរឲ្យស្ដាយណាស់ហឹមពួកឯងយកទៅស្លៀកពាក់ចុះថ្ងៃនេះខ្ញុំផ្លាស់មកស្លៀកពាក់ជាប្រុសហើយអ្នកស្លៀកពាក់ជាស្រីធ្វើបែបនេះមនុស្សរបស់ស្ដេចអានមិនងាយរកយើងឃើញឡើយសួស្ដីអ្នកនាង
មនុស្សច្រើនណាស់ប្រយ័ត្នប្រយែងបន្តិចចាស់អ្នកនាងម្នាក់នេះទិញឲ្យគូស្នេហ៍គឺជារបស់ដែលគាត់ចង់ទិញឲ្យខ្ញុំតើហាហាមនុស្សស្រឡាញ់របស់អ្នកស្រឡាញ់អ្នកណាស់ហាហាគឺទេមនុស្សស្រឡាញ់របស់អ្នកស្រឡាញ់អ្នកណាស់គឺខ្ញុំស្រឡាញ់អ្នកតើរលាកហើយសរសេរយឺតខាងក្រៅមនុស្សច្រើនណាស់ខ្ញុំគ្រាន់តែញ៉ាំនំផ្អែមប៉ុណ្ណោះមិនបានថាបអ្នកទេឬមួយក៏អ្នកចង់ឲ្យខ្ញុំថាបអ្នកទិញរួចរាល់ហើយឬនៅទិញនំផ្អែមពីរដុំសោះនៅផ្អែមល្ហែមគ្នាយូរម្លេះតោះទៅហើយភរិយាចង់ឲ្យខ្ញុំទៅយកវាចុះមកមែនទេជួយចង់ឲ្យខ្ញុំផងក្បាច់ដាវរបស់ខ្ញុំមានការរីកចម្រើនខ្លះទេពិតមែនហើយចាស់បាទដោះស្រាយប្រស្នាទាំង3ទម្លុះទម្លាយដើម្បីយកចង្កៀងទន្សាយនៅជាន់លើគេចង់បានខំដាច់កន្ទុយគោមួយកង់ប្រស្នាចិនកន្លះជំហានសត្រដូវនិងវសានរដូវប្រស្នាចិនស្នេហាដោះស្រាយប្រស្នា3ជាប់គ្នាឆ្លាតដល់ហើយបានចង្កៀងគុំហើយតោះទៅកាន់វាទុកទៅធម្មតាទេឆិនវ៉ៃនីងអ្នកមើលចុះពន្លឺកាំជ្រួចពេញក្រុងខ្ញុំចង់ឲ្យប្រជារាស្ត្រក្រោមមេឃអាចដូចជាយប់នេះដែរចង់ឲ្យពួកគាត់មានចង្កៀងគុំទស្សនានីតិក្រដូវមានប្រយោជន៍បានហូបចុកចង់ឲ្យពិភពលោកទាំងមូលមានសន្តិភាពនិងសេចក្តីសុខសេមខ្សាន្តបំណងប្រាថ្នាធំរបស់ខ្ញុំគឺដើម្បីពិភពលោកប៉ុន្តែបេះដូងផ្ទាល់ខ្លួនរបស់ខ្ញុំគឺនៅលើអ្នកទាំងអស់ខ្ញុំមិនឃ្លានទេញ៉ាំទៅផ្អែមណាស់នំផ្អែមប្រកាសជាផ្អែមហើយខ្ញុំមានន័យថាថ្ងៃនេះ
Chân vai nình. Ngày còi nhom nâng sật sọ nè. Lõ trò lọp tơ thì nì vĩnh có trơ tài lõ bẹp nì đè. Chân vai nình. Nẹ răng khuôn thưa ấy tiệt hơi. Các bì môn mình đài khơi nẹ pro cai chung to sò. Trò trẻ tế. Mình trò trẻ tế bẹp ní kê mình hơi tha trò trẻ tế. Công stiếp đẹp đa nhông chui cùng đai chẳng kê hải nẹ. Nẹ đăng tê tha cùng bông thưa vậy. Đừng. Nẹ nơi mình toàn ban cùng đọc nhông tê mèn tế. Cùng đọc ấy, bốn tế tranh bì krong nẹ ban nì dây tha trò lọp một vinh nâng một cùng đọc nhông. Nhông prap hai tha cùng ở kê pu ở kê nơi tay chùm nét phơ tiêm tia thả pê lục srei nhẹ lang trơ cả đào tật nhẹ hai rứ anh trong phơ ở nhông khăng slap mền tế kron tay pu ở ta rồi bu lơ khuôn anh mình cất cu tê ấy nhông kron tay trong cùng đào tật ỏi ồn ôi anh tơ mơ mon vinh lọ chiềng và đây propon khmeng pu anh chlu khnia tam sum rùa cho một cút phia một rục nẹ na. Nẹ krong bằng cặp một dịt dài sông trong pre corona đã tổ. Trong pre corona. Rồi dạ pê pram pi ngày ní, ở côn lục dây khlang na đại ban chui sang cru chỉ vật. Ôi! Anh tha hai per đây propon thom đài na miên sợi tràn dạng ní nu. Cầm nắng nơi không đi thì ní từ ban diệt ăn bật bằng hai kia ban bình tranh cho cham ảm thả trong pre corona nâng lục một chắc thấy ban thẹn chú sốc chất sai chỉ vật hải khang pre bom đi chăng luôn mai mình toàn bình tranh pre cam vậy tệ còn tai khang đi trùng xa nụ vòng chập đam miên ca pre bùn hải bộ viên nực sman thả bộ dương slap hai mền tế mình nút slap hai lu làng vĩnh bad nít tức vừa ở bộ viên hay run thập bẩm phật ta trong pre corona miên pan ca dương trở lọp tới thì ní vĩnh nợ pe nà chăm dục ní chăm tới chăm nhông tờ đàm bài. Ôn à lo à lay mình đã chất chạ chân tê tớp bùn dìa pê đo dục bẹp nì. Pê trò lọp tờ vĩnh ôn nâng trơ hai bóng thả, pre corona gồm đong tiệt, hai trơ lột trùng cung tiệt mèn tế. Hai trơ lẹ bằng chmua xâm vai ninh mà đong tiệt. Quần tai ôn đăng thả kê nơi tài nơi tì nì. Pê bồn màn ngày ní mình men chi rương klein khai tệ. Nú chi rương bật hai chi vật đại bộ dương trơ tay đần đam dọc một vinh nơi ngày khẳng mục. Bẹ vi tục tử. Pê trò lọp tơ thì ní vĩnh ôn mình ai bẹ vi bàn tê ổn đằng, quần tai bong trơ tay bẹ vi chọc khuôn. Bát lọ. Perrier. Hai mà đong tiệp một. Perrier. Pê trò lọp tơ thì ní vĩnh mình anu nhạt ở plek tê nà, mình plek tê. Ôi. Ở đây propon khmeng ní, Vietnam công sọt nà tài. Đó Peter lọp tờ thì ní vĩnh anh bác chỉ thưa bút chi mình score nhông tiệt hải. Mình ách mình score nụ tệ. Pet ngày. Lúc chúng công riệp rồi chi nẹ na tầng óc mọt bạc bật trung gư nơi khliệt ngày bây chúng hiên krap phai bằng cùng. Lúc mà chắc pi anh ní score nhông bác nà tà. Pẹ vi nơi chọc khuôn. Peter lọp tờ thì ní vĩnh mình ách pẹ vi bàn tệ. Quần tai nhông nơi tài pẹ vi. Anh ách tiếp đằng. Tớp đăng thà nhông mình ban plek lại. Công dùng ấy. Quần tai nhông chi chập nè. Chân nhông thạp chu tập này ỏi. À. Rồi bố chư hai men tế. Mình men tế.
លោកមន្ត្រីភីត្រឡប់មករាជធានីយប់ដំបូងក៏ប្រែជាបែបនេះទៅហើយគឺភរិយាជាអ្នកឌឺដងប៉ះពាល់ខ្ញុំមុនតើហើយម្ដងទៀតមកពេលភរិយាត្រឡប់ទៅវាំងវិញក៏ត្រូវរកឱកាសហៅបែបនេះដែរមិនអនុញ្ញាតឲ្យលាក់ត្រឹមតែក្នុងដៃអាវឡើយខ្ញុំក៏ចង់ហៅឲ្យឯងស្ដាប់ដែរព្រះអង្គភ្លើងងឹតសម្ងាត់ត្រូវបានរៀបចំរួចរាល់ហើយប៉ុន្តែកម្លាំងភូមិគ្រឹះស្ដេចអានវាងនៅតែយាមកាមនៅទ្វារធំនិងជញ្ជាំងខាងក្រៅវាំងខាងកើតនៅឡើយមិនទាន់ដឹងទីនេះទេសូមថ្លែងរបាយការណ៍ព័ត៌មានសម្ងាត់7ថ្ងៃក្នុងរាជធានីភូមិគ្រឹះស្ដេចអានវាងបានបញ្ចេញព័ត៌មានថាព្រះរាជទាយាទស្ត្រីលីយ៉ាវនិងលោកមន្ត្រីភីយ៉ានបានធ្លាក់ជ្រុះសុក70ថ្ងៃខាងព្រះបរមរាជវាំងព្រះវររាជនេះតែហើយមិនទាន់មានសកម្មភាពជំនឿឡើយទេប៉ុន្តែបានក៏ឲ្យស្ដេចក្រាញ់ចាស់ក្នុងរាជវង្ស3អង្គចូលគាត់ទាំងយុគឯក្រសួងលើពូមានអ្នកដាក់ញត្តិសុំឲ្យស៊ើបអង្កេតបទល្មើសរបស់ភីយ៉ានដែលខ្លាញ់បន្លំរាជសារនិងលួចចាកចេញពីរាជធានីរឿងដែលសាហាវជាងនេះគឺភូមិគ្រឹះស្ដេចអានវាងត្រៀមលក្ខណៈសុំសហការគ្នានៅព្រឹកស្អែកដើម្បីសុំទម្លាក់ព្រះរាជទាយាទស្ត្រីហើយលើកបេក្ខជនរាជវង្សផ្សេងទៀតឡើងជំនួសពួកវាប្រញាប់ប្រញ័រដល់ថ្នាក់នឹងផងអ្នកក្រមក្តាប់បានព័ត៌មានបន្ថែមទៀតថាភូមិគ្រឹះស្ដេចអានវាងកាលពីយប់មិញបានដឹកសុកមួយទៅកាន់តុលាការយុត្តិធម៌ជីក្រុងដើម្បីធ្វើពុតជារាងកាយរបស់លោកម្ចាស់ភីពួកវាចង់ឲ្យខ្ញុំគឺស្លាប់អ៊ីឲ្យកាន់តែដូចពិតប្រាកដលើកពនោះមានដាក់ពាក់កណ្ដាលនៃផ្លាកសម្គាល់ឃ្លាំងវាំងខាងកើតចាស់នៅពេលប្រជុំជួបមុខស្អែកស្ដេចអានវាងប្រហែលជាយកលេងនេះចោទប្រកាន់ថាលោកម្ចាស់ភីពាក់ព័ន្ធនឹងករណីឆាបឆេះវាំងខាងកើតហើយរត់គេចខ្លួនដោយសារខ្លាចទោសនាំត្រង់ទៅប្រឈមមុខនឹងគ្រោះថ្នាក់ពួកវាមិនត្រឹមតែចង់ឲ្យភីយ៉ានស្លាប់នោះទេប៉ុន្តែថែមទាំងចង់ទម្លាក់កំហុសឲ្យយើងក៏រងគ្រោះថ្នាក់ពីបទប្រើប្រាស់មនុស្សមិនត្រឹមត្រូវនិងបណ្ដោយឲ្យកិច្ចការរដ្ឋច្របូកច្របល់ប្រសិនបើត្រង់សុគតពួកវានឹងលើកស្ដេចថ្មីឡើងប្រសិនបើត្រង់មិនសុខទេពួកវានឹងចោទថាសម្រាប់ចិត្តខុបខិតធ្វើបាបត្រង់បោកប្រាស់ក្សត្រហើយបង្ខំឲ្យត្រង់បោះបង់ខ្ញុំចោលដើម្បីការពារខ្លួនឯងគិតថាយើងនឹងខឹងឯងមែនទេពួកវាគិតថាយើងនឹងធ្វើបែបនោះចំពោះឯងចុះឯងវិញខ្ញុំដឹងថាឯងនឹងមិនធ្វើបែបនោះឡើយសិនវៃមីងខ្ញុំយល់ពីឯងច្បាស់ណាស់ឯងកំពុងតែគិតថាប្រសិនបើពួកវាបង្ខំខ្លាំងពេកឯងអាចទទួលកំហុសដោយខ្លួនឯងដើម្បីលាងជម្រះកំហុសឲ្យខ្ញុំទាំងអស់ឯងចង់ធ្វើអ្វីទៀតឯងចង់ស្លាប់ប៉ុន្មានដងទៀតឈានដល់ជំហាននោះគ្មានជំហាននោះទេឯងស្ដាប់ឲ្យច្បាស់ភីយ៉ាននៅពេលប្រជុំជួរមុខស្អែកយើងគឺមិនត្រឹមតែមិនបោះបង់ឯងចោលប៉ុណ្ណោះទេប៉ុន្តែថែមទាំងឲ្យមនុស្សគ្រប់គ្នាមើលឃើញច្បាស់ថាឯងគឺជាដាវដែរយើងគឺនាំត្រឡប់មកដោយផ្ទាល់ដៃនិងជាមនុស្សដែលយើងត្រូវតែការពារធ្វើបែបនេះពួកវានឹងរឹតតែសង្ស័យពីទំនាក់ទំនងរវាងឯងនិងខ្ញុំសង្ស័យហើយយ៉ាងម៉េចពួកវាមានភស្តុតាងទេពួកវាអាចប្រឌិតឡើងបានអញ្ចឹងកាប់សម្លាប់ពួកវាឲ្យដល់ថ្នាក់មិនហ៊ានប្រឌិតទៀតឯងមិនបាននិយាយថានឹងនៅក្បែរខ្ញុំដើម្បីដណ្ដើមយកផែនដីមកក្តាប់ក្នុងដៃទេមែនហើយអញ្ចឹងឈរនៅក្បែរខ្ញុំកុំលុតជង្គង់ឆ្ងាយពេកទូបង្គំខ្លាចធ្វើឲ្យប៉ះពាល់ដល់ទ្រង់ឯងហ៊ានប្រើពាក្យទូបង្គំគឺម្ដងទៀតមើលលីយ៉ូខ្ញុំខ្លាចធ្វើឲ្យប៉ះពាល់ដល់ឯងអញ្ចឹងក៏រស់នៅដើម្បីប៉ះពាល់ខ្ញុំចុះខ្ញុំមិនខ្លាចឡើយហេតុអ្វីបានជាដៃរបស់អ្នកស្ទាត់ជំនាញម្លេះការនៅឯលើភ្នំចង់សក់ឲ្យខ្ញុំមិនឃើញស្ទាត់បែបនេះផងកាលនោះពេលអ្នកមើលខ្ញុំតាមកញ្ចក់ដៃអ្នកញ័ររហូតដល់ចឹងទ្រង់ព្រះចន្ទាច្រឡំហើយលីយ៉ាវច្រឡំហើយអង្គុយចុះមកខ្ញុំត្រូវផ្លាស់ខោអាវចូលគាត់ទៀតអង្គុយចុះបើឈឺក៏ប្រាប់ថាឈឺមកពីអ្នកជាអ្នកបង្រៀនតើបើនៅតែថាទៀតប្រជុំព្រឹកនឹងហួសពេលហើយហួសក៏ហួសទៅព្រះអង្គទើបតែយាងត្រឡប់មកវិញមិនអាចអ្នកមិនអាចលីយ៉ាវបើអ្នកនៅតែធ្វើបែបនេះទៀតខ្ញុំពិតជាមិនចង់ទៅប្រជុំព្រឹកមែនទែនហើយលោកម្ចាស់ហ្វេបំណងចង់ឲ្យរាជការវិនាសឬគឺចង់ឲ្យទ្រង់វិនាសវង្វេងផ្សេងតើយប់នេះត្រឡប់មកវិញចាំយើងឲ្យអ្នកយល់ច្បាស់ឥឡូវនេះទៅសម្លាប់មនុស្សជាមួយយើងព្រះករុណាល្អណាស់ក្រាបទូលព្រះអង្គព្រះរាជទាយាទស្ត្រីព្រះនាងម្ចាស់ធ្លាក់ជ្រោះអស់ជាច្រើនថ្ងៃមិនដឹងជារស់ឬស្លាប់មន្ត្រីក្រសួងពិធីការហ្វេយ៉ានលួចនាំព្រះនាងចេញក្រៅរាជធានីបណ្ដាលឲ្យព្រះរាជទាយាទជួបគ្រោះថ្នាក់ទោសនេះគួរតែប្រហារជីវិត
ឥឡូវនេះព្រះរាជវាំងបុកព្រាបិទទ្វារមិនចេញក្រៅរីកាមិនអាចគ្មានអ្នកដឹកនាំបានទេទូព្រះបង្គំសូមអំពាវនាវដល់ព្រះអង្គដើម្បីសេចក្តីសុខសាន្តនៃប្រទេសជាតិគួរតែជ្រើសរើសព្រះរាជវង្សដែលមានសមត្ថភាពមកទទួលតំណែងរាជទាយាទបណ្ដោះអាសន្នអង្គម្ចាស់អានក៏គិតគូរដល់វាសនាប្រទេសជាតិដែរទូព្រះបង្គំនៅស្រាវជ្រាវឃើញរឿងមួយទៀតហ្វេយ៉ានមានពាក់ព័ន្ធនឹងករណីអគ្គិភ័យនៅព្រះរាជវាំងបុប្រាកាលពី6ឆ្នាំមុនគេលួចស្រាវជ្រាវរឿងចាស់តែការពិតគឺដើម្បីបំផ្លាញភស្តុតាងទូព្រះបង្គំបានរកឃើញបានឃ្លាំងនៃព្រះរាជវាំងបុប្រាចាស់នៅក្បែរសពរបស់អ្នកដុតនំដែលគ្រប់គ្រាន់នឹងសែថាហ្វេយ៉ានខ្លាចទោសហើយរត់គេចខ្លួនថែមទាំងនាំព្រះរាជទាយាទស្ត្រីចេញពីរាជធានីដោយមានបំណងមិនល្អទៀតផងសូមព្រះអង្គចេញព្រះរាជជំការដកតំណែងរាជទាយាទនិងប្រហារជីវិតហ្វេយ៉ានព្រមទាំងបាក់ពួកដើម្បីរក្សាសណ្ដាប់ធ្នាប់រាជការយើងមិនទាន់ស្លាប់ផងអង្គម្ចាស់អានប្រញាប់ប្រញ័ររៀបចំរណ្ដៅសពឲ្យយើងម្លេះពួកត្រង់ពួកយើងនៅរស់នៅឡើយទេអង្គម្ចាស់អានប្រកាសជាខកចិត្តហើយការដែលព្រះនាងម្ចាស់យាងត្រឡប់មកវិញដោយសុវត្ថិភាពគឺជាសំណាងនៃប្រទេសជាតិទូព្រះបង្គំគ្រាន់តែព្រួយបារម្ភពីព្រះនាងម្ចាស់ពេកទើបរៀបចំញត្តិដកតំណែងទុកមុនការស្រាវជ្រាវរឿងចាស់នៅរដូវខ្យល់ជ័យបានស្វែងរកឃើញបញ្ជីទិញប្រេងកាតនៃព្រះរាជវាំងបុប្រាចាស់រហូតដល់ហាងប្រេងវ៉ាន់ហ្វុងប្រាក់ចាស់ដែលប្រើគឺមានវាយត្រាប់ផ្ទាល់ខ្លួននៃភូមិគ្រាអង្គម្ចាស់អាននៅតាមផ្លូវទៅយកភស្តុតាងនៅជីក្រុងភាគខាងជើងអង្គម្ចាស់អានបានបញ្ជូនខ្មាំងបង្កប់មកធ្វើគៀបព្រះរាជទាយាទស្ត្រីបណ្ដាលឲ្យទូព្រះបង្គំនិងព្រះនាងធ្លាក់ជ្រោះសំណាងបានអ្នកស្រុកភ្នំជួយសង្គ្រោះទើបអាចត្រឡប់មកវិញបានអង្គម្ចាស់អានមិនបាច់ប្រញាប់ចោទប្រកាន់អ្នកអតីតទាំងបំពេញទេកាលពី6ឆ្នាំមុនហាងប្រេងវ៉ាន់ហ្វុងបានដឹកប្រេងកាត12ធុងទៅព្រះរាជវាំងបុប្រាចាស់ដែលចំណាយទាំងអស់ចេញពីបញ្ជីខ្មៅនៃភូមិគ្រាអង្គម្ចាស់អានពេលថ្ងៃក្រោយអគ្គិភ័យមនុស្សបង្កប់3នាក់នៅក្នុងភូមិគ្រឹះរាជទាយាទចាស់ត្រូវបានផ្លាស់ទៅភូមិគ្រឹះបោះបង់ចោលនៅភាគខាងជើងហើយក៏បាត់ខ្លួនហ្វេយ៉ានមន្ត្រីតូចតាចដូចជាអ្នកដែលឡើងតំណែងពីថ្នាក់ទី6តើអ្នកណាជានៅពីក្រោយខ្នោះអ្នកនាំសាក់សីចូលមកបុគ្គលនេះគឺជាមេបញ្ជាការវេនៃភូមិគ្រាអង្គម្ចាស់អានកាលពីថ្ងៃដេញជាតិនៅភាគខាងជើងត្រូវបានមេបញ្ជាការឈិនចៅចាប់ខ្លួនបានគេបានសារភាពរួចហើយថាបានទទួលបញ្ជាសម្ងាត់ពីអង្គម្ចាស់អានឲ្យមកសម្លាប់ព្រះរាជទាយាទស្ត្រីដុតសពដើម្បីក្លែងបន្លំថាធ្លាក់ជ្រោះស្លាប់និយាយផ្ដេសផ្ដាស្រអត់ឲ្យក្រសួងយុទ្ធភ័ពស៊ើបអង្កេតម្ដងដឹងភ្លាមហើយអង្គម្ចាស់អានយើងចង់សួរអ្នកវិញថាបើយើងស្លាប់តើនរណាជាអ្នកចំណេញជាងគេបើហ្វេយ៉ានស្លាប់តើនរណាជាអ្នកស្ងប់ចិត្តជាងគេអគ្គិភ័យនៅព្រះរាជវាំងបុព្រានឹងត្រូវបិទសំណុំរឿងជារៀងរហូតហើយតើនរណាខ្លាចបំផុតពេលដែលការពិតត្រូវបានកាយឡើងវិញព្រះរាជទាយាទស្ត្រីទើបតែឆ្លងផុតគ្រោះថ្នាក់ត្រឡប់មកវិញអារម្មណ៍ប្រកាសជារំជួលចិត្តបន្តិចហើយអង្គម្ចាស់អានគឺជាព្រះញាតិវង្សចាស់ទុំមានទោសឬអត់ត្រូវគិតគូរឲ្យបានល្អិតល្អន់និងប្រជុំស៊ើបអង្កេតរួមគ្នាសម្ដេចព្រះវររាជនីរាជានិយាយមានព្រះរាជចំការត្រូវហើយអញ្ចឹងប្រជុំស៊ើបអង្កេតចុះប៉ុន្តែអង្គម្ចាស់អានបានរៀបចំធ្វើគៀបរាជទាយាទមិនអាចរស់នៅក្នុងភូមិគ្រឹះស្ដេចបានទៀតទេត្រូវឃុំខ្លួនក្នុងពន្ធនាគារភ្លាមដើម្បីរងចាំការស៊ើបសួរអនុញ្ញាតហ្វេយ៉ានអ្នកគិតថាអ្នកកំពុងស៊ើបសំណុំរឿងរបស់ខ្ញុំឬអ្នកកាន់តែស៊ើបចម្រើវានឹងរលាយកាន់តែលឿនភ័យដែលឆេះចេញពីអគ្គិភ័យព្រះរាជវាំងបុព្រាចាស់នោះគង់តែឆេះមកលើខ្លួនអ្នកនៅថ្ងៃណាមួយមិនខានទូព្រះបង្គំនឹងរងចាំមើលហ្វេយ៉ានមានគុណសម្បត្តិក្នុងការគ្រប់គ្រងនិងមានស្នាដៃក្នុងការស៊ើបក្តីតែងតាំងជាមន្ត្រីអធិការកិច្ចស្មោះត្រង់រួមសហការជាមួយសភាស៊ើបអង្កេតក្រសួងយុទ្ធភ័ពនិងក្រសួងពិធីការស៊ើបអង្កេតឲ្យស៊ីជម្រៅលើករណីចាស់នៅរដូវខ្យល់ជ័យករណីកងទ័ពបង្កប់របស់អង្គម្ចាស់អាននិងករណីប្រេងកាតនៅព្រះរាជវាំងបុព្រាចាស់ទូព្រះបង្គំសូមអរព្រះគុណជាអនេកលោកហ្វេមានវ័យក្មេងតែមានសមត្ថភាពព្រះរាជទាយាទស្ត្រីពិតជាមានភ្នែកស្រួចមែនសម្ដេចព្រះវររាជនីសរសើរហួសប្រមាណហើយយើងប្រើប្រាស់មនុស្សមើលតែលើសមត្ថភាពដែលគេអាចកម្ចាត់កូនជុះសត្រូវជាតិបានឬអត់ប៉ុណ្ណោះហ្វេចុងឆេងសង្ឃឹមថាអ្នកមិនធ្វើឲ្យរាជការខកបំណងឡើយទូព្រះបង្គំនឹងមិនធ្វើឲ្យទ្រង់ព្រះនាងម្ចាស់ខកព្រះទ័យជាដាច់ខាតសូមអបអរសាទរលោកភ័យចុងឆេងពីមន្ត្រីថ្នាក់ទី6នៃក្រសួងពិធីការឡើងតំណែងជានាយករងនៃក្រសួងត្រួតពិនិត្យក្នុងជំហានតែមួយសូម្បីតែក្នុងកំណត់ត្រាមន្ត្រីរាប់ពាន់ឆ្នាំក៏កម្រមានដែរអ្នកណាក៏ដឹងដែរថានេះជាបំណងរបស់ព្រះអង្គម្ចាស់ក្ត្រីអនាគតរាជទាយាទឈឺមិនជឿទេមន្ត្រីថ្មីឡើងកាន់តំណែងពាក្យដំបូងក៏ពុតផោព្រះរាជាទៅហើយភ័យចុងឆេងឲ្យអ្នកក្លាហានណាស់ព្រះអង្គម្ចាស់មិនទាន់ឡើងគ្រងរាជឲ្យផងដូច្នេះការដែលអ្នកពុតផោព្រះអង្គម្ចាស់រាជទាយាទគឺជារឿងស្រាលបំផុតហើយអញ្ចឹងទៅពិធីលៀងសាយភ័យត្រួតពិនិត្យមុនចុះយកបន្តិចខ្ញុំនឹងទៅសួរសុខទុក្ខថ្ងៃនេះព្រះអង្គម្ចាស់គួរតែយាងត្រឡប់ទៅរាជវាំងបុព្រាវិញហើយអ្នកក៏គួរបង្ហាញការគោរពដែរទូបង្គំត្រូវប្រកល់ទទួលសំណុំរឿងខ្ញុំចង់មើលអ្នកធ្វើការប្រកល់ទទួលការដែលព្រះអង្គម្ចាស់យាងទៅមើលដោយផ្ទាល់មានតែធ្វើឲ្យមន្ត្រីរាជការក្នុងរាជវាំងជឿជាក់កាន់តែខ្លាំងថាភាពស្មោះត្រង់របស់ទូបង្គំគឺបានមកពីការប្រព្រឹត្តអំពើខុសឆ្គងក្នុងបង្អែកពួកព្រះអង្គមិនបាននិយាយចំទេប៉ុន្តែក្នុងចិត្តគិតបែបនោះតើអ្នកពិតជាបែបនោះមែនទេប្រសិនបើឈិនរ៉ូពិតជាអាចពឹងផ្អែកលើព្រះអង្គម្ចាស់បានមែននោះម្ដេចក៏មិនបាច់លុតជង្គង់យូរយ៉ាងនេះ
ទៅចោះខ្ញុំនឹងទៅនៅម៉ោង3សិនមិនលឿនជាងមួយខណៈមិនយឺតជាងមួយខណៈឡើយប្រសិនបើមានអ្នកសួរចូលប្រាប់ថាខ្ញុំមកស៊ើបអង្កេតរឿងក្តីរបស់អង្គម្ចាស់អានតាមឡើយវាក៏ជាបែបនឹងស្រាប់ហើយភ័យយ៉ានអ្នកល្អបំផុតត្រូវតែមាត់រឹងបែបនេះរហូតទៅលោកម្ចាស់សូមអភ័យទោសផងបន្ទប់ធ្វើការនេះទំនេរអស់2ខែហើយទើបតែទទួលបានរាជសារថ្ងៃនេះទើបបានដុតភ្លើងធ្យូងនេះជាធ្យូងកាលពីឆ្នាំមុនបើមានផ្សែងចរិតថ្នាក់ទាបនឹងឲ្យគេផ្លាស់ប្ដូរមិនបាច់ទេត្រួតពិនិត្យលិខិតបិទស្លាកសិនបើកបង្អួចទុកផ្លូវប្រាក់បានហូរចេញពីភូមិគ្រឹះខាងក្រៅរបស់អង្គម្ចាស់អានឆ្លងកាត់ហាងពីរដែលគ្រាន់តែមានឈ្មោះតែមិនធ្វើអាជីវកម្មរួចផ្ទេរចូលទៅរោងចក្រប្រេងបញ្ជីកណីត្រូវគ្នាប៉ុន្តែខ្វះឯកសារប្រើប្រាស់របស់ភូមិគ្រឹះរៀបចំទុកជារឿងរដ្ឋបាលរងចាំប័ណ្ណបញ្ជាស្នាមត្រាដែលសគឺដូចគ្នាទៅនឹងត្រាដែលអង្គម្ចាស់អានប្រើប្រាស់ជាប្រចាំជើងត្រាមានស្នាមជួសជុលប្រគល់ត្រាតៃឆាងនិងក្រសួងយុទ្ធភ័ពរៀបចំរងចាំការសម្រេចគាត់បានសារភាពរឿងការសម្លាប់នៅប៉ៃយ៉ាអាវុធដែលបានភ្នាល់គ្នាគឺត្រូវគ្នានឹងរឿងនេះប៉ុន្តែនេះគ្រាន់តែអាចតាំងបានថាអង្គម្ចាស់អានបានរៀបចំការសម្លាប់ព្រះអង្គម្ចាស់ឬទីយីផ្សេងទៀតមិនអាចជំនួសការកែតម្រូវរឿងក្តីចាស់កាលពី5ឆ្នាំមុនបានទេតាក់ឡែកដោយឡែកលិខិតឈាមអាចតាំងបានថាបន្ទាប់ពីគ្រោះអគ្គិភ័យមានមនុស្សត្រូវគេតាមសម្លាប់ចែកជាពីរភាគហើយប្រាក់ដែលទារនោះមិនដឹងទៅណាទេនៅតែរងចាំការសម្រេចលោកម្ចាស់ចន្លោះមួយនេះត្រូវដាក់អ្វីទៀតមនុស្សឈួតអ្នកឯងជាមនុស្សឈួតមិនស្រឡាញ់មិនអាឡ័យសាក់សីផ្ទាល់មាត់ប្រសិនគ្មានភស្តុតាងអមមិនអាចបញ្ចូលក្នុងសំណុំរឿងបានទេអាចប្រើបានត្រឹមតែដើម្បីស្វែងរកភស្តុតាងប៉ុន្តែមិនអាចប្រើដើម្បីប្រន្ទាទោសបានឡើយលោកម្ចាស់អ្នកយាមទ្វារព្រឹកនេះបានទទួលប្រអប់ឈើមួយមិនដឹងថាត្រូវប្រគល់ឲ្យខាងណាទើបតែបញ្ជូនមកក្រៅបន្ទប់ធ្វើការម៉ោង5 7ព្រឹកម៉ោងម៉ៅត្រូវបានបញ្ជូនទៅរាជវាំងតៃជីលឿនជាងការប្រកាសរាជសារប្រហែលពី2ម៉ោងការតែងតាំងលោកម្ចាស់គឺមានគេដឹងតាំងពីយប់មិញម្លេះក៏អាចថាគេមិនដឹងថាជាអ្នកណាដែរគ្រាន់តែដឹងថាថ្ងៃនេះនឹងមានអ្នកស្មោះត្រង់ថ្មីម្នាក់បើទេសូមឲ្យតុលាការដាលីបញ្ជូនមន្ត្រីថ្នាក់ទី5ម្នាក់មកឲ្យក្រសួងយុទ្ធភ័ពបញ្ជូនស្មានម្នាក់មកពិនិត្យមើលក្រមួនបិទចិត្តនិងចំណងខ្សែរហូតដល់សពគ្រប់ទើបបើកបាទចាស់យ៉ាងម៉េចគ្មានអ្វីទេទូបង្គំគ្រាន់តែមានអារម្មណ៍ថាតំណែងជាមន្ត្រីរបស់លោកម្ចាស់ប្រហែលជាអាចធ្វើបានយូរជាងមុនបន្តិចប្រហែលជាស្លាប់ឆាប់ជាងមុនបន្តិចក្រមួនឃ្មុំគ្មានពីរក្នុងប្រអប់មិនឃើញមានម្សៅពីទេអាចបើកបានប្រអប់ប្រវែងមួយប៉ាត់មួយធ្នាប់ខ្សែពូពីរជាន់មិនទាន់កម្រើកធ្វើជាសាក់សីរួមគ្នាដើម្បីបើកប្រអប់គ្មានឈ្មោះអ្នកផ្ញើទេខាងខ្នងមានអក្សររោងជាងធ្វើការជួយសង្គ្រោះបន្ទាន់កាលពី6ឆ្នាំមុនរកឃើញថាស៊ូឡាំងកាលពី6ឆ្នាំមុនបានធ្វើជាមន្ត្រីរងនៅរោងជាងធ្វើការថ្ងៃទី3បន្ទាប់ពីអគ្គិភ័យនៅរាជវាំងបូប្រាចាស់រោងជាងបានរីកាគាត់បានជ្រុះធ្លាក់ចូលក្នុងល្ដុតចាស់នៅភាគខាងជើងកាលពីយប់មិញសពមិនសល់ទេនៅផ្ទះមានប្រពន្ធនិងកូនរូបភាពទី8ឆ្នាំបន្ទាប់មកបានឆ្លងជំងឺរាតត្បាតស្លាប់ទាំងអស់ចុះអ្នកផ្ញើរបស់វិញមនុស្សនៅហាងសប្បុរសធម៌និយាយថាជាបុរសចំណាស់ខ្វិនម្នាក់ពាក់មួកសំបុកកសីឲ្យប្រាក់ទ្វេដងបន្ទាប់ពីបញ្ជូនរួចគាត់បានសម្ដៅទៅក្រុងភាគខាងត្បូងមន្ត្រីប៉ូលីសបានដេញតាមពីផ្លូវប៉ុន្តែដេញមិនទាន់ប្រហែលជាស៊ូឡាំងនៅរស់ឬក៏មានអ្នកណាម្នាក់ខ្ចីឈ្មោះអ្នកស្លាប់ប៉ុន្តែទោះជាករណីណាក៏ដោយវាបញ្ជាក់ថាមេក្តោចនេះត្រូវគេរក្សាទុកអស់រយៈពេល6ឆ្នាំហើយលោកម្ចាស់ព្រះអង្គម្ចាស់កត្រីរាជយាទបានរងចាំនៅខាងក្រៅអស់ជិត1ម៉ោងហើយហេតុអ្វីមិនរាយការណ៍ព្រះអង្គម្ចាស់មិនអនុញ្ញាតទេម៉ោង3សិនព្រះអង្គម្ចាស់មិនបានមកលឿនទេហើយព្រះអង្គម្ចាស់ក៏មិនបានយាងចូលមកដែរអ្នកឯងចូលមកក្នុងពិធីជប់លៀងធ្វើអ្វីចង់ឲ្យគេនិយាយគ្នាថាអ្នកនាងតូចគិតខ្លីមែនទេនេះជាស្អីឆែកឆេររោងជាងគឺមិនបានទេអ្នកឯងសំបីតែមើលក៏មើលមិនទាន់ចប់ផងព្រះរាជវាំងអាចពិនិត្យមើលកំណត់ត្រាបំរាមវាំងបានប៉ុន្តែគ្មានសិទ្ធិឆែកឆេរឃ្លាំងចាស់កាលពី6ឆ្នាំមុនរបស់រោងជាងដោយឯកតោភាគីឡើយកិច្ចការរាជការទើបតែមកដល់ប្រភពមិនទាន់ច្បាស់លាស់បែរជាទៅឆែកឆេរឥឡូវនេះបើឆែកមិនឃើញគឺស្មើនឹងវាស្មើឲ្យពូភ្ញាក់បើឆែកឃើញលោកជួយថេងចាំងថ្ងៃស្អែកប្រកាសជាអាចនិយាយបានថាជាការទម្លាក់កំហុសរបស់រាជកុមារតាំងរាជយាទអ្នកនាងតូចទៅជាមួយអ្នកឯងវានឹងរឹតតែមើលទៅដូចជាការទម្លាក់កំហុសហើយចុងឆឹងឡើងកាន់តំណែងថ្ងៃដំបូងក៏ចង់បានបញ្ជាពីអ្នកនាងតូចភ្លាមទូបង្គំគ្រាន់តែសុំឲ្យទ្រង់ដកពាក្យវិញបើអ្នកនាងតូចមិនដកទូបង្គំនឹងសរសេរសារតវ៉ាដំបូងនៅយប់នេះលោកអ្នកឯងសរសេរពាក្យសុំរៀបចំពិធីលៀងសភាសាមគ្គីពិធីលៀងពិភាក្សាទៅ
អ្នកនាងតូចនឹងសូមរយៈពេល7អាណត្តិពិធីតែឲ្យអ្នកឯងបន្ទាប់មកឲ្យរោងជាងបិទឃ្លាំងចាប់ពីយប់នេះទៅphongធានត្រូវគ្រប់គ្រងដោយតុលាការកំពូលដាលីស៊ីក្រសួងយុទ្ធភ័ពនិងវិជាស្ថានត្រួតពិនិត្យដោយម្នាក់មានគំនិតរៀងខ្លួនហេតុអ្វីបានជារាជកុមារមិនប៉ះពាល់ហើយអនុញ្ញាតឲ្យតែអ្នកឯងមានការជឿនលឿនទូបង្គំមិនហ៊ានទេគឺជារីស្តម្នាក់នេះទៀតហើយនៅទីនេះគ្មានអ្នកក្រៅទេត្រចៀករបស់ប្រវត្តិសាស្ត្រល្អជាងមនុស្សធម្មតាអញ្ចឹងឲ្យពួកសេវជនស្ដាប់ទៅដាប់មើលថាយើងបានសួរភ័យឈងឆឹងថាតើព្រឹកមិញគេបានសន្យាអ្វីខ្លះយកមុខរបួសមកឲ្យយើងមើលដើរឈើមិនអីទេស្អីគេថ្ងៃទី5នៅលើភ្នំខ្ញុំប្រើដាវឈើគឺជាមុខរបួសរបស់អ្នកឯងខាងឆ្វេងទប់ជាប់តែខាងស្ដាំប៉ះបន្តិចក៏ថយក្រោយមុនចូលកព្រឹកមិញអ្នកឯងនៅតែយឺតកន្លះចង្វាក់អ្នកគិតថាយើងកំពុងហាត់ដាវជាមួយអ្នកឯងមែនទេលើកដៃឡើងត្រង់ឲ្យភ័យយ៉ានឈឺណាស់មានបន្តិចដែរមើលមុខយើងត្រង់លាបថ្នាំទៅខ្ញុំមិនធ្វើឲ្យត្រង់ឈឺទេតើមិនមែនឈឺទេចុះនោះជាស្អីរមាស់ត្រង់ណាត្រង់គឺត្រង់នេះពេលនេះនៅតែការពារសំណុំរឿងសម្ងាត់ទៀតភស្តុតាងមានតែមួយច្បាប់សាច់ញាតិក៏មានតែមួយត្រង់មិនមែនជាភស្តុតាងទេចុះនោះជាស្អីគឺជាមនុស្សដែលមិនអាចបាត់បង់ម្ដងទៀតបានអញ្ចឹងព្រមព្រៀងគ្នាថាស៊ើបដីកាអាចចេញក្រៅក្រុងបានអាចបំបែកគ្នាធ្វើជាអ្នកលកាឬអ្នកចាំការពារផ្លូវក្រោយក៏អាចពិភាក្សាគ្នាបានមានតែរឿងមួយគត់ដែលមិនអនុញ្ញាតស្អីគេមិនអនុញ្ញាតឲ្យបាត់ខ្លួនមិនមែនមិនអនុញ្ញាតឲ្យស្លាប់ទេរឿងរស់ស្លាប់តែងតែមានពេលដែលខាត់មិនបានប៉ុន្តែអ្នកឯងមិនអាចសម្រេចចិត្តជំនួសអ្នកអតីតទាំងអស់ដោយមិនទុកពាក្យមួយម៉ាត់សោះបែបនេះទេបាទសម្រេចតាមនេះខ្ញុំមិនបាត់ខ្លួនហើយក៏មិនយកជីវិតទៅដោះដូរយកក្តីស្ងប់ចិត្តមួយពេលដែររោងជាងរបស់លោកម្ចាស់បានបញ្ជូនគំរូផ្លូវការចាស់របស់រាជវាំងចាស់មកព្រោះតែមានអាយុកាលយូរយារណាស់មកហើយទើបសល់តែមួយក្បាលប៉ុណ្ណោះទាំង23ប្រភេទគឺមិនត្រូវខ្នងអស់ត្រង់នេះត្រង់ធ្លាប់បានឃើញឆ្នាំយ៉ុងជាទី14រកីយាតលីហាំងបានទាស់ចិត្តនឹងរៀងរ៉ាវខាងក្រៅវាំងរហូតកើតមានរឿងរ៉ាវធ្ងន់ធ្ងរភ្ញាក់ផ្អើលដល់ការអានសៀវភៅនៅពេលយប់ទើបបង្គាប់ឲ្យជាងធ្វើពស់លឿងចំនួន27គ្រឿងដុសខាត់អស់ពាក់កណ្ដាលពេលពិនិត្យមើលខឹងថាជាងធ្វើមិនស្មើគ្នាក៏ប្រើប្រដាប់ខាត់ស្ដាងដោយផ្ទាល់ដៃគូសញ្ញាចន្ទ្រាវបីមួយនៅលើចុងខ្សែហើយបង្គាប់ឲ្យធ្វើតាមគំរូនោះសល់ទាំង27គ្រឿងត្រូវបានប្រើសម្រាប់តែជួយមនុស្សនៅខាងក្រៅវាំងប៉ុណ្ណោះអ្វីដែលខ្ញុំទុកជាប់គឺសុំទ្វារឈើនៃទ្វារខាងក្នុងនៃប្រាសាទរចនាលិខិតឈាមបានសរសេរថាទ្វារប្រាសាទត្រូវបានចាក់សពីខាងក្រៅសមួយគ្រាប់នេះគឺមកពីថ្នាក់ខាងក្រៅនៃរាជវាំងចាស់កាលពី6ឆ្នាំមុននៅខាងក្រៅទ្វារនៅមានសមួយទៀតសមួយគ្រាប់នោះចុងក្រោយក៏មានតម្រុយឲ្យស៊ើបអង្កេតបានហើយ